សួស្តីបងប្អូនមិត្តភ័ក្តិយើងទាំងអស់គ្នាថ្ងៃនេះសូមធ្វើការចែករំលែកមេរៀនមួយអំពី S 3ដង S 3ដង S ទី1បានន័យថាយ៉ាងម៉េច S ទី1បានន័យថា session S ទី1បានន័យថា session នេះបានន័យថា session S ទី2បានន័យថា swift S ទី3បានន័យថា strategy នៅ4លេខខាងមុខនេះឆ្នាំ2លេខកដាលនេះគឺខែ3លេខខាងក្រោយនេះគឺថ្ងៃ2026ខែ4ថ្ងៃទី23ហើយពាក្យថា session នឹងមានន័យថាម៉េចមួយ session គឺនៅក្នុងម៉ោងអាស៊ីដូច្នេះយើងទៅរកម៉ោងនៅក្នុងម៉ោងយើងនិងម៉ោងអាស៊ីនឹងម៉ោងប្រមាណ session ទី2បានន័យថានៅក្នុងម៉ោង London session ទី3បានន័យថានៅក្នុងម៉ោងNew York នេះមួយ session តើហេតុអីបានជា market session នេះវាសំខាន់ដែលបងប្អូនយើងត្រូវតែយល់ពាក្យថា swift នេះគឺថាពេលដែល market នេះឡើងមកនេះម៉ោងអាស៊ីវាឡើងវាចុះមកវិញហើយដល់ម៉ោង London ឃើញទេដល់ London ឃើញទេឃើញវា swift នេះគឺវាបើកផុតមកនេះបើកផុតមកក្រោមនេះដល់អញ្ចឹងយើងពេលនេះយើងចាំ market structure វាប្រេកទៅនេះវាធ្លាយត្រង់ចំណុចនេះគឺយើងចូលនៅចំណុចនេះមួយ session មកហើយឃើញនេះវារត់មករនៅជិតស្មើខាងលើនេះគឺជា market session ទី1ដល់ឃើញទេវាឡើងមកដល់លើនេះស្រាប់តែមកដល់នេះវិញវាមិនដល់ម៉ោង New York វិញវាចុះមកវិញអស់លេងឃើញទេវាមក break that low នៅនេះដែរនេះគេហៅថា market session ដូច្នេះសូមឲ្យបងប្អូនយើងយកទាំងអស់ហ្នឹងទៅប្រខាត់សិនយើងទី1យើងត្រូវបញ្ជាក់ថាម៉ោងអាស៊ីហ្នឹងនៅកម្ពស់ប៉ុណ្ណាទាបប៉ុណ្ណាហើយដល់តែម៉ោងអាស៊ីហ្នឹងវាមានសកម្មភាពអីខ្លះហើយដល់ម៉ោង London នេះតើវា break នៅម៉ោងអាស៊ីនេះអត់ឃើញវា break low ឯងបានន័យថាវា swiftប៉ុន្តែនៅពេលវា break low នឹងហើយវាធ្វើមិនទៀតវាមិនសួរថាវានឹងបន្តចុះឬក៏ត្រឡប់ទៅឡើងវិញនៅពេលណាដែលត្រឡប់ទៅឡើងវិញវា break market structure នៅកន្លែងនេះឃើញទេត្រង់នេះហើយដែលយើងត្រូវចាប់យកលុយចាប់ហើយយើងមើលខាងនេះវិញមើលស្អីវាស្ទើរតែស្មើនៅក្នុងម៉ោងអាស៊ីនេះគឺយើង trade បញ្ច្រាស់ឡើងដល់ពេលវាឡើងទៅដល់កំពូលហ្នឹងវាមិនវារត់ sideways ដល់ម៉ោង London ម៉ោង New York វាមិនវាចុះមកដដែលវាមក break low នៅនេះដដែលដូច្នេះនេះគឺជាមេរៀនមួយដែលយើងគួរយកមកវឹកហាត់ហើយនឹង trade មាសទៅតាមពេលវេលានិងកលៈទេសៈទាំងអស់នេះសូមអរគុណហើយសូមឲ្យបងប្អូនទាំងអស់គ្នាវឹកហាត់ទាំងអស់បាយ